Ok,ចឹងឥឡូវថ្ងៃហ្នឹងគឺយើងតតទៅនឹង network configuration ម្ដងចឹងទាំងអស់នេះគឺជា comment ដែលខ្ញុំនឹងបង្ហាញអ្នកនរគ្នាទាក់ទងទៅនឹង network ចឹងយើងមានការបើក network ការ config ទាក់ទងទៅនឹងការ assign IP ការ enable interface show IP address ទាក់ទងទៅនឹងការ edit permanent network ទាក់ទងគឺនៅច្រើនក្រុមទៀតដែលខ្ញុំនឹងបង្ហាញអ្នកនរគ្នាមានទាំង detail DNS info ហើយនឹងវាបង្ហាញទាក់ទងទៅនឹង Korean hostname នេះទៀតអញ្ចឹងហើយជាចុងក្រោយគឺទាក់ទងទៅនឹងការ reboot comment អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងទៅតេស្តទាក់ទងទៅនឹង comment នឹងទាំងអស់គ្នាអូខេអញ្ចឹងដំបូងគឺយើងប្រើ comment នេះដើម្បីទៅ show ទាក់ទងទៅនឹងlink internet របស់ខ្ញុំ enter ចឹងនេះគឺជា link internet ចឹង internet របស់ខ្ញុំគឺ160នេះចឹងបន្ទាប់មកនៅពេលដែលខ្ញុំចង់ connect អីខ្ញុំត្រូវប្រើ internet 160ហ្នឹងបន្ទាប់មកយើងទៅបើក network manager ហ្នឹងយើងប្រើ command ហ្នឹងអ្នកនរគ្នា enter មកចឹងកន្លែង network នេះគឺមានទាំង edit connection activate connection ចឹងបើយើងអត់ដឹងថាត្រូវចុចមិនគឺមកដល់កន្លែងហ្នឹងគឺត្រូវប្រើ arrow key អ្នកនរគ្នាមាន page up page down ខាងឆ្វេងខាងស្ដាំហ្នឹងចឹងពេលយើងចុចទៅវានឹងលោតចូលមកយើងហើយចឹងអាពេលខាងស្ដាំគឺវានឹងលោតអូខេហើយខាងឆ្វេងគឺវាលោតទៅ page ធម្មតាចឹងដោយសារតែខ្ញុំអត់ទាន់edit អីទេគឺខ្ញុំខ្វែងសិនអ្នកនរគ្នាចឹងបើយើងចង់ edit យើងចុចកន្លែងខាងស្ដាំហ្នឹងមកអូខេអាហ្នឹងគឺវា edit គេប៉ុន្តែបើអត់ទេយើងចុចខ្វែងមកចឹងខ្ញុំខ្វែងចេញហើយខ្ញុំទៅចូល comment មួយទៀតគឺតាក់ទងទៅនឹងការ check config ម្ដងអ្នកនរគ្នាអញ្ចឹងតាក់ទងទៅនឹងការ check config គឺខ្ញុំប្រើនេះហើយ internet របស់ខ្ញុំហ្នឹងគឺ ENS 160 enter មកអូខេនេះគឺយើងទៅ check តាក់ទងទៅនឹង internet របស់ខ្ញុំហើយអញ្ចឹងបន្ទាប់មកយើងទៅ assign ម្ដងអញ្ចឹង assign យើងត្រូវប្រើ command នេះមាន sudo នៅពីមុខ copy វាមក enter អញ្ចឹងដើម្បី assign សូមកគឺត្រូវប្រើអាកន្លែងនេះចុច password អញ្ចឹងវាលោតថា address របស់ខ្ញុំគឺបាន assign ហើយបន្ទាប់មកគឺយើងទៅ enable interface នឹងម្ដងអញ្ចឹង enable ប្រើ command នេះ up down គឺមាន down ខាងក្រោយហ្នឹង enter មកគឺកន្លែងហ្នឹងត្រូវចាំតិចអ្នកនរគ្នាហ្នឹងហើយអ្នកនរគ្នាចង់ចំពោះ IP link set នេះគឺកន្លែងយើងក៏ចង់កំណត់ថាកន្លែង set up system វាថា device របស់យើងកន្លែង connect ឬក៏ disconnect ដោយសារតែអាហ្នឹងវាត្រូវរងចាំយូរអញ្ចឹងខ្ញុំក៏សុំលងអាហ្នឹងអញ្ចឹងកន្លែងនេះគឺខ្ញុំទៅសូទាក់ទងទៅនឹង IP ចានេះគឺជា IP address របស់ខ្ញុំអញ្ចឹងបន្ទាប់មក comment បន្ទាប់គឺយើងទៅសូទាក់ទងទៅនឹង internet របស់ខ្ញុំម្ដងអូខេអញ្ចឹងអានេះគឺជា internet របស់ខ្ញុំបន្ទាប់មកយើងទៅ edit permanent ចំពោះការ edit គឺយើងប្រើ command នេះអ្នកនរគ្នាenter វាមក
ចឹងកន្លែងហ្នឹងបើយើងចង់ edit ហើយយើងចុចតាមនឹងមកតែបើអត់ទេក៏យើងចុច C ហើយចុច2ខ្វាយវាចេញមកនេះកន្លែង comment នេះគឺយើងខ្វាយយើងអត់ change អីទាំងអស់ចឹងហើយ enter មកចឹងវានឹងវិលមកទំព័រដើមវិញខ្ញុំសូម clear ទីដោយសារវានៅក្រោមពេកអូខេចឹង comment បន្ទាប់យើងទៅមើលទាក់ទងទៅនឹង DNS name server ម្ដងEnter អូខេចឹងនេះគឺជា name server របស់ខ្ញុំហើយអានេះគឺជា local domain របស់ខ្ញុំចឹងដូចមិញចឹងយើងC.2 Q ហើយនេះយើងខ្វាយវាចេញមកចឹង comment បន្ទាប់គឺយើងទៅ use ទាក់ទងទៅនឹងការ connection IP របស់យើង copy នេះចឹងកន្លែងហ្នឹងយើងត្រូវរងចាំវាបន្តិចដើម្បីឲ្យវានេះលុយអូខេចឹងនេះគឺជានេះនៅពេលដែល ping ទៅវាលុនចេះឲ្យវិញដោយសារខ្ញុំចុចទៅដែរចឹងបន្ទាប់យើង post comment មួយទៀតគឺតាក់ទងទៅនឹងការshow យើងតាក់ទងទៅនឹង routing table ម្ដងអូខេចឹងនេះគឺជា table តាក់ទងទៅនឹង route របស់ខ្ញុំគឺមានទាំង gateway chain mask flat matrix ហើយនិង reference នឹងជាពិសេសកន្លែងនេះគឺជា use in iFace នឹងនេះឈ្មោះ internet របស់ខ្ញុំហើយនេះគឺជា GN mask របស់ខ្ញុំ gateway default នេះ IP default ចឹងបន្ទាប់យើងទៅមើលទៅតទៅនឹង DNS ម្ដងចឹងយើងមកមើលទៅតទៅនឹង DNS របស់យើងគឺយើង enter មកអូខេចឹង DNS របស់ខ្ញុំគឺនេះ server បង្ហាញទាំង server address name មិញខ្ញុំដាក់ kida.edu.kh ចឹងវាសូមឲ្យទាំង address របស់ខ្ញុំហ្នឹងចឹងបន្ទាប់មកយើងទៅបន្តតាក់ទងទៅនឹង detail DNS info ម្ដងចឹងដើម្បីមើល detail យើង post comment នេះមក enter ចឹងនៅពេលដែលយើងចង់មើល detail វានឹងនេះមកទាំងអស់ហើយតាក់ទងទៅនឹង detail របស់ DNS របស់ខ្ញុំវិញនេះបន្ទាប់យើងទៅយល់ដឹងតាក់ទងទៅនឹង trace path ម្ដងតាក់ទងទៅនឹង destination ចឹងអានេះគឺយើង post comment នេះមកណាគ្នាចឹងដោយសារតែមិញហ្នឹងគឺយើងអត់ទាន់បាន install trace ហ្នឹងអញ្ចឹងយើងត្រូវ install វាសិនអញ្ចឹងដើម្បី install យើងត្រូវផលនេះដើម្បី install យើងត្រូវផល command trace route នេះគឺ DNS ធ្វើផល DNS ដើម្បី install វាអញ្ចឹងបន្ទាប់មកយើង take file មកចានេះវាទៅវា complete នៅពេលដែលយើង install trace route ហ្នឹងហើយអញ្ចឹងយើងផល command trace route នេះមែនមកអូខេអញ្ចឹងបន្ទាប់មកវានឹងសូតាក់ទងទៅនឹង trace route ដែលយើងមិញហ្នឹងនេះសូចេញមកទាំងអស់ហើយ
អូខេចុះអានេះ trace row ដែលវាបានបង្ហាញមកហ្នឹងចុះបន្ទាប់ comment បន្ទាប់យើងទៅ check តាក់ទងទៅនឹង routing table ម្ដងយើងប្រើ comment នេះអានេះគឺជា table របស់ nested មិញហ្នឹងគឺវានឹងសូមមកតាក់ទងទៅនឹង destination gateway GNMAS flat ជាដើមចុះ flat លើមិញគឺអត់មានអីប៉ុន្តែអាក្រោមនេះគឺវានឹងបង្ហាញយើងចឹងបន្ទាប់យើងទៅ check តាក់ទងទៅនឹង host name ម្ដងចឹងនេះគឺជា host name command ខ្ញុំ type ហ្នឹងមកអូខេនេះវានឹងសូ host name មកនេះ command បន្ទាប់យើងទៅ set host name ម្ដងចឹងដើម្បី set host name យើងប្រើអានេះមិន comment ទេអ្នកនរគ្នាអាហ្នឹង title តែខ្ញុំច្រឡំឈប់អូខេចឹងអាកន្លែងនេះគឺយើងកន្លែង comment set domain set host name ហ្នឹងគឺនេះវាបង្ហាញមក host name នេះកន្លែងនេះកន្លែង authenticating ឈ្មោះ Nikita ហ្នឹងចឹងបន្ទាប់គឺយើងទៅបង្ហាញតាក់ទងទៅនឹងការ check host name ម្ដងចឹង check host name យើងប្រើ comment នេះចឹងយើងទៅ check host name អូខេចឹងនេះ host name របស់ខ្ញុំនេះចេញមក host name គឺវា show info ទាំងអស់នៅក្នុងនេះចឹងចុងក្រោយគឺនៅពេលដែលយើងចង់ reboot យើងប្រើ comment ទាំងអស់នេះអ្នកនរគ្នាដោយសារតែខ្ញុំអត់ទាន់ចង់ reboot អីទេគឺខ្ញុំសូមបញ្ចប់តាក់ទងទៅនឹង network config តែប៉ុណ្ណឹងហើយបើអ្នកទាំងអស់គ្នាចង់ reboot system អីគឺប្រើ comment ឯងនេះបាននេះ system etl reboot ហើយនឹង shutdown /on នេះចឹងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ